ជីទូទៅមនុស្សដែលស្ងៀមស្ងាត់ប៉ុន្តែមានឥទ្ធិពលមានលក្ខណៈពិសេសដូចខាងក្រោម 1. ពួកគេស្ដាប់ច្រើននិយាយតិច ពួកគេផ្ដោតលើការស្ដាប់យល់និងវិភាគអ្វីដែលអ្នកដទៃនិយាយ ពេលនិយាយពួកគេនិយាយចេញពីការគិតដិតដល់និងមានន័យ 2. ពួកគេមានការយកចិត្តទុកដាក់ខ្ពស់ ពួកគេសង្កេតឃើញព័ត៌មានលម្អិតអាកប្បកិរិយានិងបរិយាកាសជុំវិញខ្លួន ការសង្កេតនេះជួយឲ្យពួកគេយល់ដឹងពីស្ថានភាពនិងមនុស្សបានច្បាស់ 3. ពួកគេមានទំនុកចិត្តខ្ពស់ប៉ុន្តែមិនត្រូវការបញ្ចេញ ឥទ្ធិពលរបស់ពួកគេមកពីសមត្ថភាពចំណេះដឹងនិងភាពជឿជាក់លើខ្លួនឯងមិនមែនមកពីសម្លេងខ្លាំងឬការតែងតាំងខ្លួនឡើយ ពួកគេដឹងពីតម្លៃរបស់ខ្លួនដូច្នេះមិនត្រូវការឲ្យអ្នកដទៃទទួលស្គាល់គ្រប់ពេលវេលានោះទេ 4. ពួកគេគិតមុនធ្វើនិងមានភាពជាអ្នកដឹកនាំតាមរយៈគំរូសកម្មភាពនិងលទ្ធផលជាក់ស្ដែងរបស់ពួកគេគឺជាអ្វីដែលនិយាយច្រើនជាងពាក្យសម្ដី ពួកគេមិនត្រូវការបង្ខំឬពន្យល់ថាខ្លួនមានសមត្ថភាពយ៉ាងណានោះទេគឺអ្នកដទៃឃើញពីការងាររបស់ពួកគេ 5. ពួកគេមានអារម្មណ៍រឹងមាំនិងគ្រប់គ្រងខ្លួនបានល្អ ពួកគេមិនងាយក្រោធឬឆាប់អាណិតស្រឡាញ់ចំពោះរឿងតូចតាចនោះទេ ភាពស្ងៀមរបស់ពួកគេពេលខ្លះធ្វើឲ្យអ្នកដទៃមិនអាចទាញអារម្មណ៍ឬគំនិតរបស់ពួកគេបានដែលបង្កើតភាពគួរឲ្យគោរព 6. ពួកគេជ្រើសរើសពាក្យសម្ដីដោយប្រុងប្រយ័ត្ន ពួកគេមិនចូលចិត្តនិយាយពាក្យឥតប្រយោជន៍ឬពាក្យសម្ដីដែលអាចធ្វើឲ្យខូចខាតឬខ្លួនឯងមានបញ្ហានោះទេ ពេលពួកគេនិយាយមនុស្សផ្ដោតអារម្មណ៍និងយកពាក្យរបស់ពួកគេទៅពិចារណា សរុបមកមនុស្សស្ងៀមស្ងាត់ប៉ុន្តែមានឥទ្ធិពលគឺជាអ្នកដែលបង្កើតឥទ្ធិពលតាមរយៈសកម្មភាពនិងគុណភាពខ្ពស់របស់ពួកគេជាងការប្រើពាក្យសម្ដីឬការលេងទូរស័ព្ទភាពស្ងៀមរបស់ពួកគេពិតជាមានឥទ្ធិពលនិងធ្វើឲ្យអ្នកដទៃចង់ចូលទៅជិតស្វែងយល់និងគោរព ជាទូទៅមនុស្សដែលស្ងៀមស្ងាត់ប៉ុន្តែមានឥទ្ធិពលមានលក្ខណៈពិសេសដូចខាងក្រោម 1. ពួកគេស្ដាប់ច្រើននិយាយតិច ពួកគេផ្ដោតលើការស្ដាប់យល់និងវិភាគអ្វីដែលអ្នកដទៃនិយាយ ពេលនិយាយពួកគេនិយាយចេញពីការគិតដិតដល់និងមានន័យ 2. ពួកគេមានការយកចិត្តទុកដាក់ខ្ពស់ ពួកគេសង្កេតឃើញព័ត៌មានលម្អិតអាកប្បកិរិយានិងបរិយាកាសជុំវិញខ្លួន ការសង្កេតនេះជួយឲ្យពួកគេយល់ដឹងពីស្ថានភាពនិងមនុស្សបានច្បាស់ 3. ពួកគេមានទំនុកចិត្តខ្ពស់ប៉ុន្តែមិនត្រូវការបញ្ចេញ ឥទ្ធិពលរបស់ពួកគេមកពីសមត្ថភាពចំណេះដឹងនិងភាពជឿជាក់លើខ្លួនឯងមិនមែនមកពីសម្លេងខ្លាំងឬការតែងតាំងខ្លួនឡើយ ពួកគេដឹងពីតម្លៃរបស់ខ្លួនដូច្នេះមិនត្រូវការឲ្យអ្នកដទៃទទួលស្គាល់គ្រប់ពេលវេលានោះទេ 4. ពួកគេគិតមុនធ្វើនិងមានភាពជាអ្នកដឹកនាំតាមរយៈគំរូសកម្មភាពនិងលទ្ធផលជាក់ស្ដែងរបស់ពួកគេគឺជាអ្វីដែលនិយាយច្រើនជាងពាក្យសម្ដី ពួកគេមិនត្រូវការបង្ខំឬពន្យល់ថាខ្លួនមានសមត្ថភាពយ៉ាងណានោះទេគឺអ្នកដទៃឃើញពីការងាររបស់ពួកគេ 5. ពួកគេមានអារម្មណ៍រឹងមាំនិងគ្រប់គ្រងខ្លួនបានល្អ ពួកគេមិនងាយក្រោធឬឆាប់អាណិតស្រឡាញ់ចំពោះរឿងតូចតាចនោះទេ ភាពស្ងៀមរបស់ពួកគេពេលខ្លះធ្វើឲ្យអ្នកដទៃមិនអាចទាញអារម្មណ៍ឬគំនិតរបស់ពួកគេបានដែលបង្កើតភាពគួរឲ្យគោរព 6. ពួកគេជ្រើសរើសពាក្យសម្ដីដោយប្រុងប្រយ័ត្ន ពួកគេមិនចូលចិត្តនិយាយពាក្យឥតប្រយោជន៍ឬពាក្យសម្ដីដែលអាចធ្វើឲ្យខូចខាតឬខ្លួនឯងមានបញ្ហានោះទេ ពេលពួកគេនិយាយមនុស្សផ្ដោតអារម្មណ៍និងយកពាក្យរបស់ពួកគេទៅពិចារណា សរុបមកមនុស្សស្ងៀមស្ងាត់ប៉ុន្តែមានឥទ្ធិពលគឺជាអ្នកដែលបង្កើតឥទ្ធិពលតាមរយៈសកម្មភាពនិងគុណភាពខ្ពស់របស់ពួកគេជាងការប្រើពាក្យសម្ដីឬការលេងទូរស័ព្ទភាពស្ងៀមរបស់ពួកគេពិតជាមានឥទ្ធិពលនិងធ្វើឲ្យអ្នកដទៃចង់ចូលទៅជិតស្វែងយល់និងគោរព